ផលិតផលប្រហិតខាងយើងគឺយើងផ្ដោតសំខាន់តែមួយប្រភេទប៉ុណ្ណោះគឺគុណភាពខ្ពស់ល្អលេខ1បាទខ្ញុំឈ្មោះផុងគឺជាម្ចាស់សិប្បកម្មផលិតប្រហិតជាងួត brand យីហោ888បៃតាប្រហិត888ដំណើរការអាជីវកម្មខាងយើងនេះគឺចាប់ផ្ដើមតាំងពីឆ្នាំ2007គិតទៅប្រហែលជាជិត20ឆ្នាំហើយទីតាំងរបស់យើងគឺនៅដុំចំហជ្រូកស្ទឹងមានជ័យមូលហេតុដែលខ្ញុំដាក់ brand បៃតាប្រហិត888គឺដោយសារតែខ្ញុំរំលឹកគុណទៅដល់ឪពុកខ្ញុំដែលគាត់បានបន្តអាជីវកម្មមួយនេះមកដល់ខ្ញុំទើបខ្ញុំដាក់ពាក្យថាបៃតានៅពីមុខផលិតផលប្រហិតខាងយើងគឺយើងផ្ដោតសំខាន់តែមួយប្រភេទប៉ុណ្ណោះគឺគុណភាពខ្ពស់ល្អលេខ1ដើម្បីយើងផ្គត់ផ្គង់នៅលើទីផ្សារហើយចំណុចពិសេសដែលប្រហិតរបស់យើងមានគឺយើងមានបច្ចេកទេសនៅក្នុងការផលិតខ្ពស់ម៉ាស៊ីនទំនើបហើយយើងក៏មានបច្ចេកទេសនៅក្នុងការកិនសរសៃម៉ត់លាយបញ្ចូលបាទមិនឲ្យអតិថិជនគាត់ពិសាទៅគាត់មានអារម្មណ៍ថាជាប់ថ្មិញឬក៏បែកណាអញ្ចឹងណាបាទគឺវាមានគុណភាពស្រួយឆ្ងាញ់ពិសេសខុសប្លែកគេនៅលើទីផ្សារប្រភេទប្រហិតរបស់យើងគឺមានប្រភេទប្រហិតសាច់គោនិងប្រភេទប្រហិតសាច់ជ្រូកបាទដែលយើងផ្ដោតទៅលើគុណភាពលេខ1ចំតែម្ដងសម្រាប់គ្រឿងផ្សំសាច់គឺយើងប្រើជាសាច់គោខ្មែរបើសាច់ជ្រូកគឺសាច់ជ្រូកខ្មែរបាទដែលយើងកាត់ផ្ទាល់ពីកុងស៊ីភ្លាមគឺយើងដឹកជញ្ជូនមកគឺយើង process ផលិតភ្លាមតែម្ដងมันមានការខ្លះសេទុករីឯគ្រឿងផ្សំដែលយើងលាយគឺមានម្សៅបាទម្សៅមីម្សៅដំឡូងស្ករអំបិលនិងម្រេចបាទគឺសុទ្ធសឹងតែជាគ្រឿងផ្សំធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពសម្រាប់ការផលិតប្រហិតនេះផងដែរគឺយើងមានផលលំបាកពីដំបូងគឺយើងត្រូវតែរៀបចំទិញសាច់ឲ្យបានល្អដំណាក់កាលដែលយើងទិញសាច់នឹងមកហើយយើងត្រូវជាខ្លាញ់ជាអីឲ្យស្អាតដើម្បីយើង process បន្តដាក់ហាលវាឲ្យវាស្ងួតល្អទើបយើងអាចយកទៅកិនបាទបន្ទាប់ពីយើងកិនហើយយើងអាចដាក់ចូលក្លុកម៉ាស៊ីនក្លុកដើម្បីយើងក្លុកសាច់ហ្នឹងឲ្យវាម៉ត់ល្អទើបយើងចាប់ផ្ដើមលាយគ្រឿងផ្សំបាទហើយបន្ទាប់ពីយើងលាយគ្រឿងផ្សំហើយយើងអាចយកមកដើម្បីចាប់គ្រាប់បាទចាប់លុញទៅជាគ្រាប់ប្រហិតមូមកទើបយើងដាក់វាស្ងោរបាទបន្ទាប់ពីស្ងោរហើយយើងដាក់ហាលវាបាទយើងហាលសំដិលវាឲ្យវាស្ងួតបាទទើបយើងអាចច្រកវាដើម្បីយើង process វាទៅជាផលិតផលសម្រាប់ហើយសួរថាមានអ្វីខ្លះដើម្បីយើង requirement ដើម្បីដាក់ចូលក្នុងទីផ្សារទំនើបហ្នឹងគឺមានច្រើនបាទទី1យើងត្រូវចុះបញ្ជីសិប្បកម្មនិងឧស្សាហកម្មជាមុនសិនបាទបន្ទាប់មកទៀតយើងចាប់ផ្ដើមផលិតនៅគុណភាពប្រហិតមួយដែលមានគុណភាពស្តង់ដារដែលយើងធ្វើតេស្តដោយខាងវិទ្យាស្ថានស្តង់ដារកម្ពុជាយើងជាពិសេសគឺយើងត្រូវចុះបញ្ជីផលិតផលចបផបន្ទាប់ពីយើងទទួលបាននៅចបផយើងត្រូវយកគុណភាពប្រហិតដើម្បីទៅត្រួតពិនិត្យនៅសារធាតុគីមីឬក៏សារធាតុប៉ះពាល់ដល់សុខភាពរៀងរាល់3ខែម្ដងនៅវិទ្យាស្ថានស្តង់ដារកម្ពុជាលើសពីនោះទៀតសិប្បកម្មយើងគឺបានចុះបញ្ជីទទួលបាន certificate នៅស្តង់ដារមួយទៀតគេហៅថាស្តង់ដារ CS ជាស្តង់ដារកម្រិតអនាម័យខ្ពស់មួយបាទសម្រាប់ប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះផលិតផលប្រហិត888បៃតាប្រហិតគឺបានចែកចាយនៅលើទីផ្សារទំនើបគ្រប់ផ្សារទាំងអស់ក៏យើងមានចែកចាយផងដែរគឺនៅលើផ្សារត្រីយើងបាទក៏ដូចជាតាមភោជនីយដ្ឋានផ្សេងគឺមានរហូតដល់ទៅ400ភោជនីយដ្ឋានដែលកំពុងតែសហការជាមួយនឹងបៃតាប្រហិត888យើងសម្រាប់បងប្អូនដែលចង់សហការជាមួយនឹងបៃតាប្រហិត888បងប្អូនអាចតាក់ទងតាមរយៈ page Facebook ដែលមានឈ្មោះថាបៃតាប្រហិត888ឬមួយក៏តាមរយៈលេខទូរស័ព្ទខាងក្រោមចំនួន2ខ្សែនេះសម្រាប់ចាក់ខុសវិស័យរបស់ខ្ញុំបាទផ្ទាល់គឺពិតជាមានកំណត់នៅក្នុងការចង់ពង្រីកសក្តានុពលទីផ្សារក៏ដូចជាផលិតផលក្នុងស្រុកដើម្បីឲ្យទៅដល់
អន្តរជាតិគាត់ទទួលស្គាល់ហើយអាចលក់ចេញទៅដល់ក្រៅប្រទេសផងដែរដូច្នេះសម្រាប់ម្ចាស់អាជីវកម្មចំនួនថ្មីគួរណាស់យកចិត្តទុកដាក់សំខាន់ទៅលើគុណភាពក៏ដូចជាកម្រិតស្តង់ដារដើម្បីយើងអាចឈានទៅដល់ការប្រកួតប្រជែងជាមួយនឹងផលិតផលរបស់បរទេសហើយក៏ជាការគ្រប់គ្រងដល់ផលិតផលនៅក្នុងស្រុកយើងឲ្យបានកាន់តែច្រើនគឺកាន់តែល្អដើម្បីសេដ្ឋកិច្ចរបស់យើងរីកចម្រើនអនាគតប្រទេសជាតិយើងក៏មានភាពរីកចម្រើនបាទ